បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាបាទវីដេអូនេះគឺវីដេអូបញ្យលពាក្យពិបាកនៅក្នុងនេះមាន6ពាក្យទី1ពាក្យទី1គឺយើងអានថាសមាគមថ្នាក់ពាក្យជានាមទី2សមិទ្ធផលថ្នាក់ពាក្យវិជ្ជានាមទី3សមាជិកថ្នាក់ពាក្យជានាមទី4សម្បូរថ្នាក់ពាក្យជាគុណនាមឬកិរិយាទី5សម្លាញ់ថ្នាក់ពាក្យវិជ្ជានាមទី6សហគមន៍ថ្នាក់ពាក្យវិជ្ជានាមតើឥឡូវយើងដើម្បីកុំខាត់ពេលយូរយើងចូលមើលការពន្យល់ខាងក្រោមទាំង6ពាក្យនេះទី1សមាគមថ្នាក់ពាក្យជានាមការរួមគំនិតគ្នាដំណើររួបរวมកិច្ចការជាមួយគ្នាទី2សមិទ្ធផលថ្នាក់ពាក្យវិជ្ជានាមផលដែលសម្រេចបានបាទចឹងសមិទ្ធផលដែលសម្រេចបានទី3សមាជិកថ្នាក់ពាក្យវិជ្ជានាមអ្នកដែលចូលរួមប្រជុំសមាជិកអង្គការក្នុងសហគមន៍គ្រួសារតទៀតសម្បូរថ្នាក់ពាក្យវិជ្ជាគុណនាមឬថ្នាក់ពាក្យជាកិរិយាពេញពាសបរិបូរពេកក្រៃបន្តមកទៀតពាក្យសម្លាញ់បាទចឹងសម្លាញ់ថ្នាក់ពាក្យវិជ្ជានាមអ្នកជាទីស្រឡាញ់សម្លាញ់បាទបន្តមកទៀតពាក្យទី6គឺពាក្យសហគមន៍បាទចឹងសហគមន៍ថ្នាក់ពាក្យវិជ្ជានាមប្រជុំភូមិឬតំបន់ដែលមានប្រជាជនរស់ជាមួយគ្នាបាទចឹងសហគមន៍ថ្នាក់ពាក្យវិជ្ជានាមប្រជុំភូមិឬតំបន់ដែលមានប្រជាជនរស់ជាមួយគ្នាបាទចឹងកន្លែងឬនេះគឺត្រូវដកឃ្លាប៉ុន្តែខ្ញុំមិនបានដកឃ្លាទេទៅសេភ្លេចដកឃ្លាបាទណាបាទចឹងវីដេអូបញ្យល់ពាក្យពិបាកនេះគឺមានតែ6ហ្នឹងទេបាទហើយអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទសូមអរគុណ